trong sàn tới lấy bật những cứ màu tôm bầy đọc bằng phân tì ấy hay nhưng nơi nhằm ấy bị bật hói nhưng mình tranh tầm nào tới căn cho ăn xe hơi thường là tam sai các bạn cùng đan chim mưa tam phải cùng đan hói ban là được sạt ra về here ok lấy nhưng họ trâu nuôi là nhưng nhằm ấy sân ăn tranh tầm nào nói nhưng tranh tầm nào tới của những ngày thì giờ khai lấy ngày đừng sao mình chứ đừng sao mình em này chỉ hot mình đem ra mình ok tao nhắm ấy sân nhắm tiêu mau pi cả là pi mà sao mình nắng vì miền Tây hà bạn chương lại nè đằng trắng bị thừa ỏi một thuật nó là cả cho hàng khẩu nó cứ thuật trong bãi chẳng tầm đằng bậc mình để đằng chẳng hỏi bòn bậc xa hỏi tới hỏi trên từ to tiền này những các bạn nè việc bạn tới việc chung là đặt mở cho cả một tô hàng khẩu này khởi nào đây đặt tranh cả bòn vọt vọt về hỏi quật cặp tầm mầm ao việc đọc ai chứ nhưng mà đang là chân rạc luôn ấy nó cứ sẽ đã đầyនេះគឺជាផ្លូវក្បាត់ព្រំដែននោះគឺជាភ្នំដងរែកហើយនេះជួនហាក់មីងរយៈក្របមានដិនជិះមិញហ្នឹងខ្ញុំទៅដល់ច្រកអានសេះហើយក៏ប៉ុន្តែច្រកហ្នឹងពីកន្លែងដែលត្រូវឡើងទៅវា5គីឡូហើយវាម៉ោងគៀកនឹងម៉ោងថ្ងៃត្រង់ដែរអញ្ចឹងខ្ញុំសម្រេចថាអត់ចូលច្រកអានសេះទេគឺចូលមកតាមផ្លូវក្បាត់ព្រំដែនឡើងទៅប្រាសាទព្រះវិហារតែម្ដងឥឡូវជិតដល់ផ្លូវកស៊ូហើយផ្លូវកស៊ូវានៅឆ្ងាយទៀតតែតំបន់ដល់ប្រាសាទតែគាត់ថានេះហើយជាម៉ូតូខ្ញុំខ្លួនខាងក្រោយទៅអញ្ចឹងវាប៉ែជិះទៅរៀងប៉ែជាលឿននេះហើយផ្លូវម្យ៉ាងផ្លូវដីក្រហមអញ្ចឹងទៀតហ៎ហើយដីក្រហមមើលដីម៉ូតូសឹកដីខ្ញុំបដីណាជិះមកតាមទៅចង់ភ័យតែជើមិញចាក់ក្របមានណាបងចាំមកនៅថាតំបន់ហ្នឹងគឺនៅមានអត់ទាន់ដល់អស់ទេអញ្ចឹងយើងខ្លាចតែអត់ហ៊ានដើរចូលទៅនូបគុំព្រៃអីអូខេយើងបន្តដំណើរទៅទៀតថ្ងៃត្រង់ឥឡូវហ្នឹងខ្ញុំឡើងប្រាសាទខាងចុងវិញ អ
ok xâm lanh cái chân ta rất đầy lấy dương đó là chất áp sát bèo hiến rồi cái nó cứ sát bèo hiến vậy ta lấy to tận nào tới tiết chụp mẹ thật rụt mạng pi po bàn pi po đây mình rồi chứ bữa rồi đây thì bạn phải bạn không pin đồng xin om prang tục tục prang lại làm phố này nhóm sman tập phật thấy mình ngâu anh nó tâm cái tí muối nó muối tiết này phật này hả anh ấy muối phật à
ឥឡូវមកដើរឡើងមកលេងនៅប្រាសាទព្រះវិហារឡើងរៀងហត់ដែរនេះឡើងតួឡើងចំណោតឡើងមកហត់នៅនេះឥឡូវយើងមកដឹងប្រវត្តិខ្លះៗរបស់ប្រាសាទព្រះវិហារស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជាក្នុងភូមិសាស្ត្រភូមិធម្មជាតិឃុំស្រអែមស្រុកជាំខ្សាន្តខេត្តព្រះវិហារលើជួរភ្នំដងរែកប្រាសាទព្រះវិហារមានចម្ងាយ405គីឡូម៉ែត្រពីរាជធានីភ្នំពេញនិងត្រឹមតែ108គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារតែប៉ុណ្ណោះប្រាសាទព្រះវិហារមានឈ្មោះដើមថាស្រីសិខរិស្វរៈត្រូវបានកសាងឡើងនិងជួសជុលបន្ថែមចាប់ពីសតវត្សទី9ដល់សតវត្សទី12ដោយព្រះមហាក្សត្រខ្មែរចំនួន8អង្គប្រាសាទព្រះវិហារមានគប់វរៈចំនួន5ដែលគេស្គាល់ជាទូទៅថាជាខ្លោងទ្វារត្រូវបានកសាងឡើងដោយព្រះមហាក្សត្រខ្មែរផ្សេងៗគ្នាក្រោយពីប្រទេសកម្ពុជាយើងទទួលបានឯករាជ្យពីប្រទេសបារាំងនៅឆ្នាំ1953កងទ័ពថៃបានកាន់កាប់ប្រាសាទព្រះវិហារដោយខុសច្បាប់នៅក្នុងឆ្នាំ1954រហូតមកដល់ឆ្នាំ1962តុលាការអន្តរជាតិទីក្រុងឡាអេបានប្រកាសសារក្រមសម្រេចឲ្យកម្ពុជាឈ្នះក្តីករណីប្រាសាទព្រះវិហារលើភាគីថៃក្នុងសម័យសង្គមរាស្ត្រនិយមប្រាសាទព្រះវិហារត្រូវបានចុះជាបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO នៅថ្ងៃទី7ខែកក្កដាឆ្នាំ2008ផ្លូវខាងក្រោមគឺជាផ្លូវខ្ញុំជិះមកពីមិញពីជាំខ្សានពីជក់អានសេះជក់អានសេះខាងនោះហើយមកតាមផ្លូវនឹងរហូតកើតមិញហ្នឹងហើយបាច់ផ្សេង
អូខេខ្ញុំដើរចូលតាមថែអត់នឹងថែកណាទេនៃប្រាសាទព្រះវិហារដើរមកចកចេញហើយគឺចកចេញហើយដូចជាចេញមកពើតាឌីអូពើតាឌីមែនតាចម្លាក់នាគនេះគឺអស្ចារ្យត្រង់ថាយើងឃើញមាននាគព្រុសស្អីចេញមកហ្នឹងហើយនៅកន្លែងដែលព្រុសហ្នឹងគឺអត់មានដាប់ឲ្យជាប់គ្នាទេគឺដាប់ឲ្យចន្លោះវាអស្ចារ្យមែនទែនក្នុងសិប្បកម្មនៃសិល្បៈរបស់ខ្មែរមើលឃើញទេនេះនៅកន្លែងនេះគឺគេដាប់អត់ឲ្យជាប់គ្នាទេមានចន្លោះបើអ្នកមិនបើសិនជាអ្នកមិនស្គាល់ពីប្រាសាទខ្មែរគិតថាប្រហែលជាពុំសំងទៅតែតាមពិតអត់ទេគឺជាចម្លាក់ដោយដៃស្អាតមែនទែនធ្លុះពីមួយទៅមួយông tôi mày ban bánh ông ôi tôi phòng ông ơi
Thôi thôi ra đúng $5 $20,000 សួស្តីយប់នេះគឺជាយប់ទី2ដែលខ្ញុំធ្វើដំណើរមកកាន់ខេត្តព្រះវិហារក៏ប៉ុន្តែឥឡូវនេះខ្ញុំអត់នៅក្នុងខេត្តព្រះវិហារទេខ្ញុំនៅក្នុងខេត្តឧត្តរមានជ័យគឺស្រុកតាពាំងអូ sorry មិនតាពាំងភាសាទេស្រុកអន្លង់វែងដោយសារបាក់មិញខ្ញុំចេញពីស្រុកចំខ្សានហើយមានអារម្មណ៍ថាចង់ឡើងលេងប្រាសាទព្រះវិហារអញ្ចឹងក៏សម្រាប់ចិត្តជិះតាមច្រកអានសេះតែបានឡើងច្រកអានសេះដូចខ្ញុំនិយាយនៅក្នុងវីដេអូបាក់មិញអញ្ចឹងខ្ញុំជិះតាមផ្លូវគ្រុសក្រហមដីក្រហមហ្នឹងគឺបុកសំដៅមកប្រាសាទព្រះវិហារហ្មងអូនិយាយថាឡើងប្រាសាទព្រះវិហារហ្នឹងអូយញាក់សាច់ធឺតគេប្រាប់ទៀតកន្លែងលោកសវត្តប្រាប់ថាមានចំណោទ2កន្លែងគឺចោតមែនទែន45ដឺក្រេខ្ញុំថាអត់អីទេបងចាំមើលសាកសិនមានណាចង់ក្រោយងាក់គុំបានពូគាត់មកចាប់តន់មិនថាគាត់ចាប់តន់តែមិនខ្ញុំទប់ម៉ូតូបានតែគាត់ថាយើងអស់កម្លាំងនឹងរេថាថយក្រោយបានពូប៉ូលីសនគរបាលចរាសំទោសនគរបាលទេសចរគាត់ប្រចាំការនៅផ្លូវប្រាសាទព្រះវិហារហ្នឹងគាត់ឡើងមកជួយទប់ម៉ូតូអញ្ចឹងណាហើយទីបំផុតទៅខ្ញុំផ្ញើអីវ៉ាន់នៅគាត់ប្រអប់ម៉ូតូខ្ញុំដាក់នៅហ្នឹងហើយខ្ញុំធ្វើដំណើរម៉ូតូទៅទេហ្នឹងគឺឡើងហ្មងអត់ដឹកអីវ៉ាន់ទៀតទេចាំបានឡើងរួចអូចោតមែនតើហើយពេលចូលវិញគឺស្រាវដែរចុះមិនយ៉ែតែសប្បាយយើងអត់ដែលបានទស្សនាប្រាសាទព្រះវិហារដល់ពេលអញ្ចឹងយើងប្លែកភ្នែកយើងថប់ទៅលឺនៅក្នុងទូរទស្សន៍ថាអូប្រាសាទនេះនៅកន្លែងនេះមានរូបអញ្ចេះប្រាសាទហ្នឹងនៅកន្លែងនោះមានរូបផ្សេងអញ្ចឹងទៅអញ្ចឹងធ្វើឲ្យយើងវាប្លែកភ្នែកដែរហើយមួយទៀតការពីមានសង្គ្រាមនៅជាដែនរវាងខ្មែរនិងថៃរឿងប្រាសាទព្រះវិហារហ្នឹងខ្ញុំតែងតែមើលព័ត៌មានរហូតអញ្ចឹងខ្ញុំចំណាំមើលមានទីតាំងខ្លះខ្ញុំធ្លាប់មើលឃើញនៅក្នុងទូរទស្សន៍ដល់ពេលយើងដើរទៅមើលជាក់ស្ដែងអូស្អាតជាងនៅក្នុងទូរទស្សន៍អូខេយប់ហ្នឹងកូពីឯកសារចូលក្នុងកុំព្យូទ័រអស់សិនព្រោះថតថ្ងៃមិញយើងច្រើនដែរអញ្ចឹងខ្លាចស្អែកហ្នឹង memory ពេញទៅយើងអត់បានអីថតហើយគម្រោងស្អែកនេះគឺខ្ញុំនឹងឡើងទៅមើលនៅភ្នៅរបស់ប៉ុលពតជាកន្លែងប្រវត្តិសាស្ត្រមួយនៅច្រកជាំសង្ងាំហ្នឹងហើយបកមកក្រោយវិញចូលលេងផ្ទះតាមុកហើយកន្លែងខ្ញុំគេនេះគឺនៅជិតផ្ទះតាមុកហ្នឹងហើយតែស្អែកហ្នឹងអត់ទាន់ចូលទេគឺទៅជាំសង្ងាំសិនបានត្រឡប់មកចូលលេងផ្ទះតាមុកហើយបន្តដំណើរហួសទៅខេត្តសៀមរាបព្រោះពីនេះទៅខេត្តសៀមរាបវាជិត100គីឡូជាងតែបើទៅពេញវា400គីឡូអញ្ចឹងអត់អាចឡើងទៅបានទេអញ្ចឹងសម្រាប់ថានៅគេនៅព្រះវិហារសំទោសមិនព្រះវិហារគេនៅខេត្តសៀមរាបមួយយប់ទៀតសិនដើម្បីយកកម្លាំងជិះម៉ូតូទៅទៀតព្រោះពីសៀមរាបទៅវា300គីឡូដែរអញ្ចឹងវាគ្រាន់មកជាងពីអន្លង់វែងទៅពេញដែរ400គីឡូហត់ដែរហ្នឹងអូខេកូពីឯកសារមួយសិនលេងហ្គេមបណ្ដាកូពីឯកសារបដៅ